ទីពេទ្យរបស់យើងបានរៀបចំបនការប្រាក់សាមគ្គីហ្នឹងក៏ច្រើនឆ្នាំមកហើយក៏មិនដឹងថាបញ្ចប់ពេលណាទេបាទទីពេទ្យយើងនៅតែដំណើរការបើកទ្វារព្យាបាលអ្នកជំងឺអីហ្នឹងគឺថានៅតែទទួលទឹកចិត្តសទ្ធាសប្បុរសរបស់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នាអីទាំងអស់ហ្នឹងឯងអញ្ចឹងសមាភិបគឺមានទឹកចិត្តសប្បាយរីករាយថ្ងៃនេះដោយគិតថាទី1ខ្លួនឯងបានចូលរួមចំណែកដើម្បីថាចូលរួមជួយក្នុងកិច្ចការងារមនុស្សធម៌ដ៏ប្រសើរវិសេសវិសាលល្អប្រពៃណាស់អាត្មាសូមវេតម្លៃខ្ពស់ទៅលើទឹកចិត្តសទ្ធារបស់មហាជនខ្មែរយើងទូទៅទាំងអស់ដែលបានពួតដៃគ្នាបង្ហាញនៅភាពសាមគ្គីបើយើងនិយាយដោយខ្លីថាដែលមន្ទីរពេទ្យដំណើរការទៅបានបន្តនៅនិរន្តរភាពទៅបានគឺបានមូលធិពីញាតិញោមទូទៅនឹងឯង